មានរឿងត្រូវនិយាយគ្នាទៀតហើយនៅក្នុងការប្រកួត MPL KA Qualifier Season ទី11តោះឥឡូវយើងមកចែកគ្នាទៅតាក់ទងជាមួយនៅក្នុងការប្រកួត MPL KA Qualifier Season ទី11អ្នកទាំងអស់គ្នាប្រកាសជាបានឃើញជាមួយនៅរូបភាពមួយស្លឹកនេះហើយដែលខាង MPL Cambodia បានផុសជាមួយនៅរូបភាពមួយស្លឹកនេះកាលពីម្សិលមិញអ្នកគ្នាអញ្ចឹងគឺថាសម្រាប់ម្សិលមួយថ្ងៃខ្ញុំបានផុសជាមួយនៅវីដេអូថាតើក្រុម CU0 បានស្លុតមកពីណាមាន audience ជាច្រើនគាត់បានមកប្រាប់ថាក្រុម CU0 គឺនឹងប្រកួត16ក្រុមចុងក្រោយប៉ុន្តែសម្រាប់ខ្ញុំតខ្ញុំឃើញតែជាមួយនឹងជុំទី5មាន10ក្រុមអីចឹងណាអ្នកគ្នា sorry មែនតើដែលខ្ញុំប្រមូលព័ត៌មានបានតិចហើយមិនទាន់ដឹងច្បាស់អញ្ចឹងឥឡូវយើងចូលមកសាច់រឿងតាក់ទងជាមួយនៅក្នុងការប្រកួត MPL KA Qualifier Season ទី11នេះគឺចែកចេញជា4 pool អ្នកគ្នាអញ្ចឹងគ្នាយើងមើលខាងលើទៅមានក្រុម A ក្រុម B ក្រុម C ហើយជាមួយនឹងក្រុម D អញ្ចឹងសម្រាប់ក្រុមទាំងអស់បើតាមដែលខ្ញុំដឹងគ្នាយើងប្រកាសជាមើលឃើញតែក្រុម D ទេសម្រាប់ក្រុម D នេះគឺថា spicy ទៀតហើយដែលនៅក្នុងនោះគឺមានក្រុម CU0 មានអីគេតុបសើចមានសាក់ the best ហើយមាន NDE WK បើសិនជាខ្ញុំអានខុសសូមអធិស្ឋានណាគ្នាប៉ុន្តែកុំភ្លេចជាមួយនឹងសាក់ the best ដែលនៅក្នុងនោះគឺមានទូស៊ូនៅក្នុងហ្នឹងវ៉ាវកីឡាករចាស់វាយជាមួយនឹងក្រុមចាស់របស់ខ្លួននិយាយរងទៅគឺថា spicy ទៀតហើយអញ្ចឹងសម្រាប់ក្រុមទាំង4នេះបើតាមដែលខ្ញុំបានសួរជាមួយនឹង manager គឺថាក្នុងមួយក្រុមគឺយក2ក្រុមគឺពេលដែលប្រកួតចប់គឺខ្វែង pool អ្នកគ្នា pool A ប៉ះមួយ pool C ហើយ pool B ប៉ះជាមួយនឹង pool D អញ្ចឹងគឺថានៅក្នុង6 10ក្រុមចុងក្រោយនេះឈ្មោះ MM តែម្ដងប៉ុន្តែសម្រាប់ក្រុមថ្មីអ្នកទាំងអស់គ្នាក៏មើលរំលងដែលគាត់ឡើងមកដល់6 10ក្រុមចុងក្រោយនេះគឺថាមិនធម្មតាទេដូចជា team OVZ អីក៏មិនធម្មតាដែរហើយអីគេសាច់អាំងឯកាអីឈ្មោះលយមែនទេអញ្ចឹងសម្រាប់ខ្ញុំតគឺខ្ញុំអត់មើលទាំងអស់ថាធីមណានឹងឡើង8ក្រុមចុងក្រោយហើយអាចនឹង4ក្រុមចុងក្រោយឬក៏ដែលបាន slot ថ្មីអីចឹងណាអ្នកគ្នាឆាប់យើងនឹងរកឃើញជាមួយនឹង2 slot ទៀតហើយដែលចូលនៅក្នុងការប្រកួត MPL KA Season ទី11សម្រាប់ធីមនីមួយៗគឺបានរៀបចំអស់ហើយយើងនៅចាំ qualify ហើយ Queen Legend ជិតចប់ហើយអញ្ចឹងគ្នាយើងយល់យ៉ាងម៉េចដែរជាមួយនឹងការប្រកួត MPL KA Qualify Season ទី11នេះយល់យ៉ាងម៉េចដែរកុំភ្លេច comment នៅខាងក្រោមខ្ញុំដឹងផងហើយមួយទៀតកុំភ្លេច follow TikTok ហើយជាមួយនឹង Facebook ខ្ញុំផងពេលដែលមានព័ត៌មាន update អីគឺអ្នកទាំងគ្នានឹងទទួលបានមុនគេអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ